អនុញ្ញាតស្វាគមន៍និងគោរពជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីរាប់អានជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងវីដេអូថ្ងៃថ្មីដែលកាលពីម្សិលមិញគឺយើងបែកគ្នាមួយថ្ងៃដែលខ្ញុំបាទអត់បានចេញនៅវីដេអូភាគទី5ទេក៏ព្រោះតែពីម្សិលមិញនេះគឺខ្ញុំបាទធ្វើវីដេអូមិនទាន់មួយវិញទៀតគឺចង់សម្រាប់បំពង់កខ្លះក៏ព្រោះតែបងប្អូនយើងដឹងស្រាប់ហើយទម្រាំបានចេញមួយវីដេអូរយៈពេលជាង50នាទីនេះគឺខ្ញុំបាទចំណាយពេលច្រើនម៉ោងខ្លាំងមែនតើជាពិសេសគឺការថតសំឡេងមិនមែនជារឿងងាយស្រួលទេហើយមួយវិញទៀតនៅពេលដែលចេញវីដេអូទៅហើយនេះបែរជាមិនសូវជាមានទទួលបានការចាប់អារម្មណ៍ហើយ view តិចខ្លាំងមែនតើដែលប្រការនេះធ្វើឲ្យខ្ញុំបាទដែលជាអ្នកផលិតមាតិកានេះហាក់បីដូចជាគេថាចុះខ្សោយនៃកម្លាំងទឹកចិត្តដែរប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនគាត់នៅតែគ្រប់គ្រងនៅតែស្រឡាញ់និងរងចាំស្ដាប់ម្ល៉េះហើយវាក៏ជាផ្នែកមួយដែលជំរុញទឹកចិត្តឲ្យខ្ញុំនឹងគឺស្ទុះស្ទាមកធ្វើវីដេអូជាភាគបន្តហើយខ្ញុំបាទក៏សូមជិតបងប្អូនយើងដែលជាប្រិយមិត្តអ្នកស្ដាប់កុំភ្លេច Subscribe Channel នេះម្នាក់មួយផងហើយចូលទៅជួយ Subscribe Channel គឹមឈិងគីម្នាក់មួយផងក៏ព្រោះតែខ្ញុំបាទធ្លាប់សន្យាថានឹងដាក់វីដេអូថ្មីផ្សេងទៀតចូលទៅក្នុង Channel មួយនោះប៉ុន្តែដោយសារតែអំឡុងពេលឥឡូវនេះខ្ញុំបាទធ្វើវាមិនទាន់ម្ល៉េះហើយខ្ញុំក៏យកវីដេអូពីរីហ៊ូនេះទៅផុសនៅលើ Channel មួយនោះឲ្យវាដើរសិនចាំនៅពេលដែលណាដែលខ្ញុំមានពេលវេលាគ្រប់គ្រាន់ខ្ញុំនឹងបន្ថែមនៅវីដេអូថ្មីផ្សេងទៀតខុសពីវីដេអូដែលមាននៅលើរីហ៊ូហើយបងប្អូនយើងបើសិនជា Subscribe ហើយកុំភ្លេចជួយ Comment ជួយ Like និងបើអាចទេបងប្អូនយើងកុំភ្លេចជួយ Share វីដេអូនេះម្នាក់មួយចូលទៅក្នុង Facebook ផងក៏ព្រោះតែនៅលើ YouTube វាមានមុខងារមួយដែលឲ្យបងប្អូនយើងនេះអាច share ទៅក្នុង Facebook ដើម្បីឲ្យ YouTube វាកាន់តែ suggest វីដេអូមួយនេះទៅកាន់បងប្អូនយើងផ្សេងទៀតឲ្យបានស្ដាប់រួមគ្នាអញ្ចឹងដើម្បីកុំឲ្យវែងឆ្ងាយច្រើនទៅលើរឿងឥតប្រយោជន៍កុំឲ្យបងប្អូនយើងធុញឥឡូវយើងចូលទៅដល់រឿងរបស់យើងវិញដែលខ្ញុំបាទនឹងបន្តទៅកាន់ភាគ5ដែលត្រូវជាភាគបញ្ចប់នៅក្នុងរឿងបេសកកម្មចូលទៅកាន់ព្រៃអាថ័ន្តខ្មៅហើយសម្រាប់បងប្អូនយើងដែលជាប្រិយមិត្តថ្មីមិនទាន់បានស្ដាប់នៅភាគ3ភាគ4ទេកុំភ្លេចទៅស្ដាប់សិនក៏ព្រោះតែភាគ5នេះគឺមានភាពប្រតិកលាគ្នា 100% ជាមួយនឹងភាគ2មុនហើយសម្រាប់បងប្អូនយើងដែលជាប្រិយមិត្តថ្មីទៀតសោតនេះមិនទាន់បានស្ដាប់ភាគ1ភាគ2ដែលជាភាគដំបូងក៏អត់អីដែរក៏ព្រោះតែភាគ2នោះវាអត់ប្រតិកលាមកជាមួយនឹង3ភាគនេះទេអញ្ចឹងស្ដាប់តែភាគ3ភាគ4ទៅគឺអូខេអាចយល់ពីសាច់រឿងបានហើយអញ្ចឹងរឿងរ៉ាវរបស់យើងកាលពីភាគ4គឺដល់ត្រង់ចំណុចដែលបងយឿនគាត់បានរងនៅឥទ្ធិពលរបស់ក្រករន្ទះនៅត្រង់ចំណុចដើមឈើដែលជាគោលដៅរបស់គាត់ដែលត្រូវចូលទៅយកក្របនៃក្របរន្ទះនឹងឯងប៉ុន្តែពេលនោះវាចៃដន្យអីនៅពេលដែលរន្ទះបាញ់មកទៅលើដើមឈើមួយនោះឥទ្ធិពលនៃក្របរន្ទះមួយនោះកម្មរន្ទះមួយនោះបានជះមកលើបងយឿនធ្វើឲ្យបងយឿនគាត់បាត់បង់ស្មារតីតែពិតទៅក្របរន្ទះមួយនោះវាមិនបានបាញ់សម្ដៅមកកាន់បងយឿនទេក៏ព្រោះតែបងយឿននិងបងសឹងហ្នឹងណាគឺគាត់មានត្បូងពណ៌ខ្មៅដែលគាត់បានឆ្កឹះចេញពីក្បាលសភាវៈចម្លែកខ្លួនមានភ្លើងនឹងឯងដែលត្បូងមួយនឹងហើយគឺជាអ្នកការពារសភាវៈទាំងអស់នោះពីកម្មរន្ទះដ៏កំណាចបន្ទាប់ពីរងឥទ្ធិពលក៏រន្ទះហើយធ្វើឲ្យបងយឿននេះគាត់បានសន្លប់បាត់បង់ស្មារតីអស់រយៈពេលប៉ុន្មានក៏មិនដឹងដែរលុះគ្រាដែលគាត់ដឹងខ្លួនមកវិញនេះក៏ស្រាប់តែឃើញខ្លួនគាត់នឹងមិនមែននៅទីតាំងដែលគាត់បានសន្លប់ទេពោលគឺមិនមែននៅទីតាំងកន្លែងដែលគាត់កំពុងតែប្រយុទ្ធជាមួយនឹងសភាវៈចម្លែកខ្លួនមានភ្លើងនោះទេគាត់បែរជាស្ថិតនៅទីតាំងមួយផ្សេងទៀតដែលគាត់មកដល់ទីកន្លែងមួយនេះដោយរបៀបណាក៏គាត់មិនដឹងហើយទីកន្លែងមួយនឹងជាទីកន្លែងណាក៏គាត់មិនដឹងដែរដល់ពេលនោះគឺគាត់ហាក់បីដូចជាឆ្ងល់ក្នុងចិត្តខ្លាំងមែនតើគាត់ក៏មិនដឹងថាត្រូវគិតអ្វីធ្វើអ្វីចេញទេគាត់បានត្រឹមតែសញ្ជឹងគិតនិងមើលពីបរិស្ថាននៅជុំវិញទីកន្លែងខ្លួនរបស់គាត់ហើយគាត់គិតថាតើគាត់មកដល់ទីកន្លែងនេះបានដោយរបៀបណាហើយនរណាជាអ្នកនាំគាត់មកនៅពេលដែលកំពុងតែសញ្ជឹងគិតទៅលើបញ្ហាគ្រប់យ៉ាងដែលបានកើតឡើងមកចំពោះខ្លួនគាត់ស្រាប់តែពេលនោះបងយឿនទៅតែនឹកឃើញថាគាត់បានបាត់ដៃគូដៃកង់របស់គាត់ហើយដៃគូដៃកង់របស់គាត់គឺគ្មាននរណាក្រៅតែពីបងសឹងនោះឯងនៅពេលដែលឃើញថាបាត់គ្នាបែបនេះបងយឿនគាត់ក៏ប្រញាប់ស្រែកហៅឈ្មោះរបស់បងសឹងដែលគាត់ហៅអើយអាសឹងហើយនៅណាចេញមកយើងទៅបំពេញបេសកកម្មយើងទៀតប៉ុន្តែទោះបីតែបងយឿន
គាត់ព្យាយាមហៅបងសឹងមួយលើកជាពីរលើកក៏មិនទទួលបានការឆ្លើយតបពីបងសឹងនោះដែរដែលធ្វើឲ្យបងយឿនណាគាត់គិតថាប្រហែលជាបងសឹងនេះបាត់បង់ជីវិតហើយមិនមានវត្តមានរស់នៅលើផែនដីនេះទៀតនោះទេក៏ព្រោះតែមុនហ្នឹងពួកគាត់ទាំងពីរនេះគឺកំពុងតែប្រយុទ្ធយ៉ាងតានតឹងជាមួយនឹងសភាវៈចម្លែកខ្លួនមានភ្លើងនៅត្រង់ចំណុចដើមឈើនឹងរួមគ្នាហើយនៅក្បែរគ្នានឹងឯងនៅមុនពេលដែលគាត់សន្លប់គាត់ក៏ឃើញថាបងសឹងទទួលរងនៅឥទ្ធិពលពីក្ររន្ទះនឹងដូចគ្នាប៉ុន្តែនៅពេលដែលគាត់ភ្ញាក់មកនេះបែរជាពួកគាត់ទាំងពីរនេះមិនបាននៅក្បែរគ្នាទៅវិញដែលពេលនេះហើយធ្វើឲ្យបងយឿននេះគាត់ហាក់បីដូចជាគេថាអស់ទឹកចិត្តអស់កម្លាំងចិត្តមិនដឹងថាតើគាត់អាចបំពេញបេសកកម្មនេះបានដែរឬក៏យ៉ាងណាគាត់พูดតែឥឡូវគឺគាត់មានតែម្នាក់ឯងនៅពេលដែលកំពុងតែអស់សង្ឃឹមដើរបណ្ដើរដំណើរទៅមុខដែលគ្មានគោលដៅដំណើរតើតោតដួលត្រង់ណាចាំគិតត្រង់នោះទៀតខណៈដែលកម្លាំងចិត្តក៏ចុះខ្សោយរីឯកម្លាំងកាយក៏កាន់តែថមថយក៏ព្រោះតែគាត់នឹងចុះខ្សោយមូលហេតុដោយសារតែគាត់សល់ស្នាមរបួសពីការប្រយុទ្ធនៅមុននេះឯងនៅពេលដែលធ្វើដំណើរបណ្ដើរហើយឈ្មោះបងសឹងបណ្ដើរដើរយូរទៅគាត់ក៏សង្កេតឃើញថាទីកន្លែងមួយនេះមិនមែនជាទីកន្លែងដែលគាត់នៅព្រៃដែលគាត់បានកំពុងតែប្រយុទ្ធនោះទេព្រោះថានៅពេលដែលគាត់ធ្វើដំណើរអស់រាប់សិបម៉ោងឆ្លងវាលកាត់ព្រៃឆ្លងព្រៃចូលដល់វាលវិញក៏សង្កេតឃើញថាទីកន្លែងដែលគាត់កំពុងតែនៅហ្នឹងវាអត់មានពន្លឺថ្ងៃទេដែលហាក់បីដូចជាទីកន្លែងមួយនេះមានតែពេលយប់ហើយពេលយប់ហ្នឹងក៏វាមិនមែនជាយប់ងងឹតអីចឹងដែរដែលមានពន្លឺហាក់បីដូចជាពន្លឺមួយហ្នឹងនៅយប់15កើតអញ្ចឹងដែលសមណាស់ថាពន្លឺដែលជះមកលើផ្ទៃទីកន្លែងដែលគាត់កំពុងតែនៅហ្នឹងវាពន្លឺមួយហ្នឹងកើតចេញពីពន្លឺព្រះច័ន្ទតែអ្វីដែលកាន់តែចម្លែកនេះនៅពេលដែលគាត់សម្លឹងទៅលើមេឃដើម្បីរកមើលពន្លឺព្រះច័ន្ទទាំងអស់ហ្នឹងបែរជាមិនបានឃើញពន្លឺព្រះច័ន្ទទេដែលប្រកាសនេះកាន់តែធ្វើឲ្យបងយឿនគាត់កាន់តែឆ្ងល់ហើយថាតើពន្លឺដែលមានភ្លើងភ្លឺដូចយប់15កើតនេះវាបានមកពីណានៅពេលដែលឃើញបែបនេះហើយនេះទៅបងយឿនគាត់ដឹងច្បាស់ក្នុងចិត្តថាប្រកាសណាស់ទីកន្លែងដែលគាត់កំពុងតែនៅនេះមិនមែនជាទីកន្លែងមុនទេវាប្រកាសជាទីកន្លែងដែនអាគមណាមួយផ្សេងទៀតដែលគាត់ឆ្លងចូលមកទីកន្លែងមួយនេះដោយមិនបានដឹងពីមូលហេតុពីមុនមកហើយអ្វីដែលកាន់តែច្បាស់ជាក់មួយទៀតគាត់សម្លឹងមើលទៅលើផ្ទៃមេឃមិនបានឃើញព្រះច័ន្ទក៏ពិតមែនប៉ុន្តែគាត់បានឃើញផ្លេចបន្ទោលកម្មរន្ទះដែលគាត់ដឹងកាន់តែច្បាស់ទៀតថាខាងផ្នែកនោះហើយដែលជាផ្នែកដែលគាត់នៅពីពេលមុនជាទីកន្លែងដែលគាត់កំពុងតែប្រយុទ្ធជាមួយនឹងសភាវៈចម្លែកខ្លួនមានភ្លើងនោះឯងនៅពេលដែលដឹងបែបនេះគាត់ក៏ប្រញាប់ស្ទុះស្ទារកច្រកចេញពីដែនអាគមមួយនេះក៏ព្រោះតែដែនអាគមមួយហ្នឹងវាហាក់បីដូចជាខ្មៅអាប់អួរដែលគួរឲ្យខ្លាចជាងដែនអាគមដែលគាត់ឆ្លងកាត់ពីពេលមុនទៅទៀតគ្រាដែលគាត់ធ្វើដំណើរទាំងកម្លាំងចុះខ្សោយនេះដើរសុកគ្រានោះក៏ស្រាប់តែគាត់នេះបានតាក់ជើងជាមួយនឹងអ្វីមួយដោយដើមឡើយគាត់មិនបានចាប់អារម្មណ៍ទេដោយគាត់គិតគ្រាន់ថាប្រហែលជាគ្រាន់តែជាវល្លិឬក៏មិនឈើតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលគាត់បានសម្លឹងមើលទៅខាងក្រោមទីកន្លែងដែលគាត់តាក់នេះពេលនោះហើយទៅគាត់ដឹងថាវាមិនមែនជាមែកឈើឬក៏វល្លិទេវាគឺជាដៃខ្មោចគាត់ឃើញថាមានដៃខ្មោចមួយដែលមានសភាពរលេះរលួយគួរឲ្យខ្លាចបានចាប់ជើងគាត់ជាប់មិនឲ្យគាត់ប៉ាក់ជំហានឈានទៅមុខបានគ្រាន់តែឃើញបែបនឹងភ្លាមស្រាប់តែខ្មោចដែលបានចាប់ជើងគាត់នេះវាក៏ស្ទុះឡើងមកលើខ្លួនគាត់យ៉ាងលឿនដែលធ្វើឲ្យគាត់នឹងគឺត្រៀមលក្ខណៈត្រៀមខ្លួនពុំតាន់អ្វីឡើយនៅពេលដែលវាឡើងមកដល់លើខ្លួនវាមិនបញ្ឈប់ប៉ុណ្្នឹងទេទោះបីតែបងយឿនគាត់ព្យាយាមរើបំរាស់ប្រវេប្រវារំដោះខ្លួនតែវាហាក់បីដូចជាស្អិតជាប់នឹងខ្លួនគាត់ខ្លាំងមែនទែនខ្មោចមួយនោះបន្ទាប់ពីវាឡើងមកដល់លើខ្លួនហើយវាបានព្យាយាមទាញបងយឿននេះដួលទៅលើដីនៅពេលដែលដួលទៅលើដីហើយនេះវាក៏មិនតាន់បញ្ឈប់នៅសកម្មភាពរបស់វាដែរដោយខ្មោចនោះវាបានព្យាយាមទាញបងយឿននេះពន្លិចចូលទៅក្នុងដីដែលធ្វើឲ្យបងយឿនពេលនោះគឺគាត់ភ័យស្លន់ស្លោអស់ហើយដែលបល័យគាថារបស់គាត់មានទាំងអំបាលបានគឺគាត់បានបញ្ចេញមកពេលនោះប៉ុន្តែអ្វីដែលកាន់តែគួរចម្លែកទីនេះនៅពេលដែលគាត់ព្យាយាមសូត្រគាថា
ដែលគាត់ធ្លាប់ប្រើបានផលទៅលើវិញ្ញាណខ្មោចជាច្រើនផ្សេងទៀតនោះបែរជាប្រើទៅលើវិញ្ញាណខ្មោចមួយនេះមិនមានឥទ្ធិពលអ្វីតទៅសោះហើយពេលនោះដែរខ្មោចដែលបានព្យាយាមទាញគាត់ចូលទៅក្នុងដីនេះវាបានយកដៃមកបិទមាត់របស់បងយឿនកុំឲ្យបងយឿននឹងសោតគាថាកើតហើយដៃមួយទៀតរបស់វានេះវាបានបិទភ្នែកបងយឿននិងព្យាយាមពន្លិចបងយឿនឲ្យបានលឿនកាន់តែឆាប់នៅពេលនោះហើយដែលបងយឿនគាត់គិតថាជីវិតរបស់គាត់គឺអស់សង្ឃឹមហើយនៅមាត់ជ្រុះមរណៈទៅហើយគាត់ក៏ប្រឡែងខ្លួនដោយពុំរើអ្វីទាំងអស់ព្រោះគាត់គិតថាពេលនេះបើគាត់រស់ក៏គ្មានន័យហើយគាត់មិនដឹងថាបន្តដំណើរទៅមុខទៀតអាចឆ្លងពីដែនអាគមនេះបានឬក៏អត់គាត់ក៏ប្រឡែងខ្លួនដែលបណ្ដោយឲ្យខ្មោចមួយហ្នឹងវាទាញគាត់ចូលទៅក្នុងដីតែចេះជាសំណាងល្អពេលនោះក៏ស្រាប់តែមានដុំភ្លើងមួយនេះដែលមានកម្ដៅគឺវាយសន្ធប់មកលើខ្លួនរបស់បងយឿនដែលដុំភ្លើងនោះហើយធ្វើឲ្យខ្មោចដែលព្យាយាមទាញបងយឿនចូលទៅក្នុងដីនោះវាផ្អើលវាខ្លាចនឹងភ្លើងមួយនោះវាក៏រត់ចាក់ឆ្ងាយពីបងយឿនដែលធ្វើឲ្យបងយឿននេះគាត់អាចមានជីវិតរស់រានបានឡើងវិញនៅពេលដែលបងយឿនគាត់បើកភ្នែកមកគាត់គេថាភ្ញាក់ផ្អើលមែនតើហើយអ្នកដែលជួយគាត់ហ្នឹងគឺជាបងសឹងគាត់គ្រាន់តែឃើញបានដឹងភ្លាមគាត់ក៏ស្ទុះឲ្យបងសឹងទាំងក្តីនឹករលឹកហើយគាត់ក៏និយាយទៅកាន់បងសឹងថាអញស្មានតែឯងស្លាប់បាត់ហើយបងសឹងក៏និយាយតបមកវិញថាគាត់ក៏គិតស្មានថាបងយឿននេះបានស្លាប់ដូចគ្នាក៏ព្រោះតែពួកគាត់គឺភ្ញាក់មកពីសន្លប់ស្ថិតនៅទីតាំងនៅក្នុងដែនព្រៃនេះដូចគ្នាហើយចេះតែដើរទៅក៏ស្កាត់មកជួបគ្នាអាចថាជានិស័យគេហៅថាពួកគាត់គឺមាននិស័យជាមួយគ្នាខ្លាំងដែលគេថាទេវតាចាមកឲ្យពួកគាត់ត្រូវតែរួមដំណើរគ្នាបន្ទាប់ពីបានជួបជុំគ្នាឡើងវិញអ្នកទាំងពីរគឺគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ព្រោះតែដើមឡើយគិតថាបងយឿនគិតបងសឹងថាស្លាប់ហើយខណៈដែលបងសឹងក៏គិតថាបងយឿននេះបានស្លាប់ដែរក៏ព្រោះតែពេលដែលពួកគាត់ភ្ញាក់ពីសន្លប់មកនេះគឺមិនបានឃើញគ្នាតែពេលនេះបានជួបមុខគ្នាឡើងវិញបន្ទាប់មកពួកគាត់ក៏ទៅដឹងថាតាមពិតទៅនេះដែនព្រៃដែលពួកគាត់កំពុងតែនៅនេះគឺអត់អាចប្រើអាគមគាថាបាននោះទេទោះបីតែប្រើក៏អាគមគាថាទាំងអស់នោះវាមិនមានឥទ្ធិពលអ្វីសោះឡើយហើយសម្រាប់ពួកគាត់ដែលជាគ្រូរបៀនអ្នករៀនអាគមបែបនេះបើនៅពេលដែលជួបបញ្ហាហើយមិនអាចប្រើនៅអាគមគាថាបានតើពួកគាត់រៀនមកមានន័យអ្វីហើយបើសិនជាប្រើមិនបានពួកគាត់គឺប្រកាសជាប្រឈមមុខដោយផ្ទាល់ជាមួយនឹងបញ្ហាទាំងអស់នោះវាកាន់តែលំបាកសម្រាប់គាត់ហើយពេលនេះហើយពួកគាត់ដឹងច្បាស់ណាស់ថាដែនព្រៃមួយនេះគឺគ្រោះថ្នាក់ជាងដែនព្រៃដែលគាត់បានឆ្លងកាត់ពីមុនទៅទៀតដោយមិនរងចាំយូរគ្រូអាគមវ័យក្មេងទាំងពីរពួកគាត់ក៏បានព្យាយាមដើម្បីស្វែងរកច្រកចេញពីទីកន្លែងមួយនេះដែលមើលទៅពួកគាត់ឃើញថាដែនព្រៃមួយនេះគឺគ្របដណ្ដប់ទៅដោយសីមាអាគមតែក៏មិនដឹងថាសីមាអាគមមួយនេះដាក់ឡើងឬក៏ចងដោយនរណាម្នាក់នោះទេដែលវាមានឥទ្ធិពលខ្លាំងលើសពីអ្វីដែលពួកគាត់នឹកស្មានទៅទៀតនៅពេលដែលពួកគាត់ធ្វើដំណើរយូរទៅក៏ទៅដល់ទីកន្លែងមួយដែលទីកន្លែងមួយនោះហាក់បីដូចជាប្លែកពីទីកន្លែងផ្សេងទៀតដែលពួកគាត់ធ្លាប់បានឆ្លងកាត់ក៏ព្រោះទីកន្លែងដែលនៅចំពោះមុខគាត់តែមកដល់នេះសភាពព្រៃទីកន្លែងមួយហ្នឹងវាប្រែទៅជាពណ៌ខ្មៅទាំងស្រុងដែលខ្មៅនេះមិនមែនរកឥទ្ធិពលពីពន្លឺស្ទើរទេតែវាខ្មៅដូចជាភ្លើងទៅតែឆេះហើយដែលគ្រប់ដើមឈើទាំងអស់ឈរឆ្កុយឆ្កឹងដែលពុំមានស្លឹកមានតែមែកមានតែធាងប៉ុន្តែមើលទៅសភាពដើមឈើនីមួយគឺដូចធ្យូងអញ្ចឹងដែលមើលមិនយល់មើលមិនស្គាល់ពីរូបរាងខណៈដែលនៅលើផ្ទៃដីគឺគ្របទៅដណ្ដប់ទៅដោយផេះពណ៌ខ្មៅនៅពេលដែលឃើញបែបហ្នឹងបងយឿននិងបងសឹងគាត់ឆ្ងល់ណាស់ថាព្រៃនេះឆេះតាំងពីពេលណាម្លេចបានជាព្រៃមួយនេះឆេះតាមមួយដុំហើយវាមិនឆ្លងទៅរាលដាលទៅព្រៃផ្សេងទៀតដែលនៅជាប់គ្នានេះដែលវាឆេះតែមួយដុំមកវាលព្រៃមួយហ្នឹងដោយមិនដឹងថាត្រូវទៅសួរឬក៏ទៅស្វែងរកចម្លើយមកពីណាហើយដំណើររបស់ពួកគាត់នេះគឺត្រូវតែទៅមុខជានិច្ចអត់មានថយក្រោយនោះទេពួកគាត់ក៏បន្តដំណើរឆ្លងកាត់វាលដែលត្រូវភ្លឹងឆេះមួយនោះហើយនៅពេលដែលធ្វើដំណើរនៅលើដីដែលគ្របដណ្ដប់ដោយផ្ទះនោះពួកគាត់ក៏សង្កេតឃើញថាមានដានជើងមនុស្សនៅពេលដែលឃើញដានជើងមនុស្សនៅលើដានផេះនោះហើយពួកគាត់ដឹងច្បាស់ថាទីដែនព្រៃមួយនេះប្រកាសជាមាន
មនុស្សណាផ្សេងទៀតមកជាប់នៅក្នុងដែនព្រៃមួយនេះដែលជាក់ជាមិនខានដោយមិនចាំយូរពួកគាត់ក៏បន្តដំណើរទៅតាមដែនជើងមួយនឹងថាតើដែនជើងមួយនឹងនៅឯណាហើយពេលដែលធ្វើដំណើរពួកគាត់គឺព្យាយាមសម្លឹងស្វែងរកមើលនៅបរិវេណជុំវិញនោះដែរតែត្បិតថាសម្លឹងយ៉ាងណាក៏មិនមានឃើញនរណាម្នាក់នៅទីកន្លែងមួយនោះដែរហើយដែនជើងមួយនឹងទៀតសោនេះគឺវាបន្តដំណើរទៅត្រង់ជានិច្ចនៅពេលដែលគាត់តាមដែនជើងនោះរហូតទៅដល់ចំណុចមួយក៏ស្រាប់តែបាត់តម្រុយនៃដែនជើងមួយនោះដែលមិនដឹងថាតម្រុយនៃដែនជើងមួយនោះនឹងបន្តទៅទីកន្លែងមួយណាទៀតនោះទេក៏ព្រោះតែនៅពេលដែលទៅដល់ចុងបញ្ចប់នៃតម្រុយដែនជើងគឺនៅត្រង់ចំណុចដើមឈើធំមួយដែលដើមឈើនោះក៏មិនខុសពីដើមឈើផ្សេងទៀតដែរដែលវាត្រូវបានភ្លើងឆេះរោរៀលคล้ายទៅជាពណ៌ខ្មៅដូចធ្យូងទៅហើយវាមានទំហំធំទៀតសោតនៅពេលដែលឃើញបែបនេះពួកគាត់ទាំងពីរនេះក៏ដើរមកជុំវិញដើម្បីមើលដើមឈើនោះថាមាននរណាម្នាក់ពួននៅត្រង់ចំណុចនឹងអត់ប៉ុន្តែនៅពេលដែលរកទៅបែរជាមិនឃើញហើយពួកគាត់ទាំងពីរនេះក៏បានព្យាយាមសម្លឹងទៅមើលលើដើមឈើដែរតែសម្លឹងដំបូងឡើយអត់មានបានឃើញអ្វីនោះទេក៏ព្រោះតែយើងសម័យមើលដើមឈើមានពណ៌ខ្មៅទៅហើយខណៈដែលមេឃក៏វាមិនមែនជាពន្លឺអីដែលភ្លឺចិញ្ចែកអីប៉ុន្មានដែរអញ្ចឹងមេឃក៏វាមានពន្លឺភាពងងឹតខ្លះអញ្ចឹងធ្វើឲ្យពួកគាត់មើលមិនច្បាស់ទៅលើដើមឈើមួយនោះតែនៅពេលដែលគាត់ព្យាយាមសង្កេតដោយយកភ្លើងចន្លុះដែលពួកគាត់បានកាន់មុននេះចាំងឈួលទៅមើលលើដើមឈើនេះក៏ស្រាប់តែពេលនោះគឺគាត់សង្កេតឃើញថាដូចមានភ្នែកមួយគូមានពណ៌សកំពុងតែសម្លឹងសម្លក់មើលមកកាន់ពួកគាត់ដោយដើមឡើយអ្នកទាំងពីរគាត់គិតថាវាប្រហែលជាសត្វស្លាបឬក៏ជាសត្វស្អីមួយដែលវាកំពុងតែទុំនៅលើដើមឈើនោះប៉ុន្តែនៅពេលដែលគាត់សង្កេតមើលយូរទៅភ្នែកមួយគូនោះហាក់បីដូចជាប្រែទៅជាកាចជាងមុនដែលធ្វើឲ្យពួកគាត់ដឹងច្បាស់ថាប្រកាសជាមានរឿងមិនស្រួលកើតឡើងចំពោះពួកគាត់ហើយដោយការគិតមែនពួកគាត់បានត្រៀមលក្ខណៈរួចរាល់ស្រាប់តែភ្នែកមួយគូដែលពួកគាត់បានឃើញដែលមិនទាន់ស្គាល់រូបរាងនិងបានឃើញរូបរាងមុនហ្នឹងណាវាក៏ស្ទុះលោតពីលើដើមឈើមួយហ្នឹងគឺហក់បំរុងមកកន្ទ្រុបទៅលើពួកគាត់ទាំងពីរនេះប៉ុន្តែដោយសារតែពួកគាត់ទាំងពីរនេះគឺជាអ្នកដែលមានក្បាច់គុណខ្លាំងពូកែពួកគាត់ក៏បំលាស់ទីគេចចេញពីបញ្ហាមួយនឹងបានសម្រេចនៅពេលដែលពួកគាត់គេចនេះហើយអាកែវភ្នែកមួយគូដែលបានសម្លឹងគាត់ហ្នឹងណាពេលនឹងហើយទៅគាត់ដឹងច្បាស់នឹងឃើញជាក់នៅក្នុងភ្នែកថាតាមពិតទៅនេះកែវភ្នែកមួយគូដែលគាត់បានឃើញហើយវាលោតកន្ទ្រុបមកលើពួកគាត់ហ្នឹងណាវាមិនមែនជាសត្វដោយពួកគាត់គិតទេវាគឺជាមនុស្សរូបរាងជាមនុស្សខ្លួនខ្មៅរបកហាក់បីដូចជាត្រូវភ្លើងឆេះអញ្ចឹងដែលខ្លួនខ្មៅមុខខ្មៅគ្រប់យ៉ាងខ្មៅដែលមានតែភ្នែកនឹងហើយដែលធ្វើឲ្យពួកគាត់នេះមើលមិនច្បាស់មើលមិនឃើញនៅពេលដែលវាទុំជាមួយនឹងដើមឈើដែលមានពណ៌ខ្មៅនឹងទៀតហើយអ្វីដែលកាន់តែចម្លែកសម្រាប់ពួកគាត់សភាវៈខ្លួនខ្មៅរបកហ្នឹងណាភ្នែកវាពណ៌សហើយវាអត់មានច្រមុះទេវាមានតែមាត់តែមាត់របស់វាក៏តូចប៉ុណ្ណេះមេដៃទៀតដែលឃើញបែបនេះបងយឺតនិងបងសឹងគាត់គិតថាប្រហែលជាវាមិនជាគ្រោះថ្នាក់អីប៉ុន្មានទេសម្រាប់គាត់ប៉ុន្តែគ្រប់យ៉ាងគឺខុសពីការគិតរបស់គាត់ដោយពេលនោះសភាវៈខ្លួនខ្មៅមួយហ្នឹងវាក៏បានបើកមាត់តូចរបស់វាដើមឡើយឃើញតូចប៉ុន្តែក្រោយមកវាក៏ប្រែទៅជាមាត់ដ៏ធំហើយហានឹងស្ទុះហក់មកវាប្រហារមកកាន់ពួកគាត់តែពេលនោះបងយឿននិងបងសឹងនេះក៏សហការគ្នាដោយពួកគាត់គឺបានប្រើភ្លើងចន្លុះដែលមានកាន់នៅនឹងដៃធ្វើជាអាវុធហើយយកភ្លើងចន្លុះនោះទៅវាយសន្ធាប់ទៅលើរាងកាយរបស់សភាវៈខ្លួនខ្មៅនោះបន្ទាប់ពីត្រូវភ្លើងចន្លុះដែលវាយលើខ្លួនសភាវៈនោះឃើញថារាងកាយរបស់សភាវៈមួយនោះគឺងាយនឹងឆាបឆេះខ្លាំងមែនទែនដោយប៉ះតែភ្លើងតែបន្តិចវាក៏ប្រែទៅជាឆាបឆេះលឿនហើយភ្លើងអណ្ដាតភ្លើងនេះវាបានឆេះរលរៀលទៅលើសភាវៈមួយហ្នឹងដែលធ្វើឲ្យសភាវៈមួយនោះវាក្តៅក្រហល់ក្រហាយដោយកម្ដៅនៃភ្លើងនិងបានស្រែកដល់ក្តីជួយចាប់ដល់ពេលដែលឃើញបែបហ្នឹងបងយឿននិងបងសឹងគាត់ក៏ឆ្ងល់ថាតើសភាវៈទាំងអស់នេះសភាវៈដែលគាត់បានឃើញនេះវាកើតឡើងដោយរបៀបណាហើយមិនបានវាទៅជាបែបហ្នឹងហើយមិនបានស្បែកបានខ្លួនរបស់វាគឺងាយឆាបឆេះដល់ថ្នាក់នេះ
nhưng cất mơ xa sầm mây mơ sập phiêu việt đã mình miên cả tha sum lì bông bẹ chộp nâng luôn đã mình men chữ kêu để nghe cha hai sập phiêu việt môi nút việt sạt việt ọt miên ấy tê cứ akrat cài bận tay nó bê để pa ta bận tích chỉ môi phơi việt hạ bê đi chia chạp che lươn đôi chia phơi pa nâng sang chẳng bận to bị trời bàn phơi che rô rìa cũng đài đọc khlang rồi bỏ phơi nứng bàn thua ao sập phiêu việt môi nâng ấy cứ slap bật bông chữ vật nơi trong bộ một quạt từng pi nè nếu bây giờ khơi bàn nâng bộ quạt từng pi nè cóประnhậpสุจิดาจริงปีที่ก่อนหลายมวยนึงก็โปรแต่กดดังไงถ้าประกอบที่มันแมนเมียนแต่มวยนึงตีบ่าวเมียนมวยคือเวียอาจนังเมียนปีหาเวียนังอาจเมียนจานเลิกปีเอาไว้เดี๋ยวปูกอดบานเคยจะเทียบโดยการเกิดติดหายพอต่อปีปูกอดได้เจนพดบานแต่มันติดก็ทราบแต่เคยสับเพียวเวียขลุ่นขมายนั่นเนี่ยคือรถสำดางมรปูกอดมวยติดพอแต่เนี่ยแต่รถเมาเนี่ยเหมือนแมนรถเมาธรรมดาแต่คือเนินเลิกขลุ่นแต่บ่าวเวียนั่นไงคือมีเพลิงแช่โรเรียปิ้งขลุ่นโดยมีหนามันเนี่ยบานรถเบียรวยหมกถ่ายหายเบียรถหมกนี่คือสายแตงกลมพังแตงกลมเราสตุกโมโรปูกอดปนตายปูกอดเนี่ยบานเตรียมและขณะนำไปประโยชน์แต่หายนุหมกดอตรังจำนวนก็ไม่หนึ่งหมกปูกอดก็สลับแต่สเปียวเวียมวยนั่นเนี่ยก็ดูปรุงเตลอใดหายเวียกับบานสลับในเปโนเตอร์เรื่องนี้การเคยแบบนี้ก็การแต่ทัวร์อ้อยปุ่งยืนหนึ่งบองสังเนี่ยกอดกันแต่เพยมาตองตีหายกอดก็มันเกิดช้างหายกอดก็มันบานเตอสังเกตเตลสะซอบในสเปียวเวียได้บานสลับหมดได้เอาไว้เดี๋ยวปูกอดไอทัวร์บานเอาไปนี่คือปล่อยยับจะเจงปีตีนี้อ้อยบานการแต่ลืดกันแต่ละอ้อยบนโต๊ะไปฉลองพดอุปสรรคไปมวยเตมวยกรุธนาวิการตะมีนจานเตยจานเตยหายกรุธนาโนวิการแต่อักระเตยอักระเตยบงยืนหนึ่งบงสังก็บรรทอดำนาเตมกดอยมันเรียถอยหนึ่งมันบอกเราที่ปรุกดกระทาดำนามวยนี่บาสันจิปุกวนมันประหยัดรุเพลย์เจนเตนุปุกดประกอบจะเจ้าจังในขนมได้นักกูมวยนี่เจจีมันขาดบโตปีทวดำนาออกเยอะเปย์อย่างอยู่ปีหมุดเปย์เติมมือเปย์บักเกิดปีเปย์เวลีเดปุกดทวดำนาหอยนะก็ซ้อมตายมวยยุบมวยทางไงแต่หายปนตายโดยยืดดังไปข้างดำจังตีกันไหลแดนเปรียกุมเดปุกดกำปงแต่ทวดำนานี้วีอันเมียนเปย์ทางไงที่วีเมียนแต่เปย์ยุบเมื่อไปได้ปูกอดทั่วดำนาเราโหเติร์ดอตรองจำนวนมวยปูกอดบานสำเริงเติร์ปีจงไงเคยท่าเนื้อขังมุกระหว่างกอดได้เนื้อมันช่างไงประมาณนี้กอดเมื่อเติร์หักไปโดยจิมีจุนจางมวยดอกปูเนื้อบังจะปูมุกระหว่างปูกอดดาวจังดังปูกอดก็ประหยัดโจลแต่การตะเกียเนื้อเปดาเติร์กี้เติร์ปูกอดดังท่าเอาไว้ได้ปูกอดเคยจีจุนจางนี้ตามปิดเวียมันแมนจีจุนจางได้เก็บจอมล้างที่ปนใต้เวียคือชื่อปุ่มเนิงทมอพนุ่มได้เมียนกำปูกปูเวียหักใบโดยจีดมเรียวขณีเปรียบใบโดยจีรบอหรือก็กำแพงมวยจังดาเวียดอกล้างกาดปิทองมาจีดให้เดไปได้กอดมือสรอบเตยจีมวยหนึ่งปุ่มเนิงทมอต่างอ่อนกอดมือเตยเคยทางเวียได้กันตุยภายในมันดังทาไอนาก็ไอนาตรายเตะให้ปุ่มเนิงทมอต่างอ่อนก็กปูทามติดเราหายเวียคือจีอุปสรรคดาทมมวยสำหรับปูกอดเรียเรียงดอกน้ำมันเอาปูกอดนี้ฉลองเติบภายในมาค้างเตี้ยในปุ่มเนินทมอได้เป็นลูกกอดการแต่งเงินชงอเลยถ้าตาเมียนเอาไว้ในภายในมาค้างเตี้ยในปุ่มเนินทมอปูกอดตั้งปีนี้สะละบองหน่อใบลางแต่เลยปุ่มเนินทมอโนเราใบฉลองกัดปนตายตัวใบจีบชียิมลางอย่างน้าก็มันอาจลางรู้ได้ก็โปรแต่วิกปูให้วิรอหนึ่งกระลงทำเตี้ยดาวขมิ้นจุ่มเรือปูกอดมันดังตัดเตอร์ทวงมั้ยคือเมียนตัดดาวเสียเติบปลอตามจมูกหนึ่งปุ่มเดินทมอพนุ่มดอกปูตึงอ่อนนุ่มเนื้อไปได้ปูกอดเธอดำนาออกเรียบไปหมู่ชนตุ่มดาวทัวดำนาสอบตามปุ่มเดินทมอนุก็ตัดดาวประเทศเคยเมียนเจาะมวยได้เจาะนุเวียหักใบดูจืดรุงพนุ่มดอกปูหักใบดูจืดคลองทวีมวยจังดาวเวียการล้างไปทอมาเชียเตปนตายนไปได้ปูกอดสังเกตมือแต่ขนมเจาะในหลังพนุ่มมวยนั่งก็เคยทางเวียงงเงชังได้หักไปดูจืดเหมือนเมียนเจาะหรือก็จืดเพลตัวได้สถัดในขนมตีนปนตายปูกอดสังเกตมือหายสังเกตมือติดวิหารไปดูจืดเหมือนเมียนเอาไว้ได้ข้อเปล่าก็ได้ในขนมตีกันหลายมือนู่ปูกอดตั้งปีนี้ก็เกิดขึ้นถ้าตาไอ้เลยยังกูเตยนาติดยังกูบอกกร้อยแต่บัดสันที่บอกกร้อยก็เหมือนกันปลุกยังหมอกชายหายให้บัดสันที่ยังมันโจลแต่ทางขนมตียังก็มันดังถ้าตา
ปุ่มหนึ่งថ្មដ៏វែងហើយខ្ពស់នេះវានឹងបញ្ចប់នៅទីណានោះដែរអញ្ចឹងវិធីដែលល្អបំផុតសម្រាប់ពួកគាត់ទាំងពីរនេះគឺត្រូវតែដើរចូលទៅតាមច្រកនៃល្អាងភ្នំដែលពួកគាត់កំពុងតែឈរសម្លឹងនឹងឯងបន្ទាប់ពីគិតគ្នាអស់មួយសន្ទុះពួកគាត់ក៏ធ្វើដំណើរចូលទៅដោយពួកគាត់បានកាន់ភ្លើងចន្លុះម្នាក់មួយដើមដើម្បីទុកជារបស់បំភ្លឺផ្លូវនៅពេលធ្វើដំណើរគាត់ឃើញថានៅក្នុងល្អាងភ្នំដ៏ធំមួយនេះវាធំហើយវាងងឹតហើយស្ថានភាពនៃការធ្វើដំណើរក៏វាមិនជាស្រួលអីប៉ុន្មានដែរនៅពេលដែលធ្វើដំណើរកាន់តែយូរសម្លឹងមើលមកខាងក្រោយកាន់តែឆ្ងាយប៉ុន្តែទោះបីទៅថាចិត្តនៅមានអារម្មណ៍ថាខ្លាចក៏មិនអាចត្រឡប់ក្រោយដែរក៏ព្រោះតែពេលនោះបងយឿនគាត់គិតថានៅខាងមុខប្រកាសជាមានច្រកចេញទៅផ្នែកម្ខាងទៀតនៃពំនឹងថ្មជញ្ជាំងថ្មនឹងឯងតែសម្រាប់បងសឹងគាត់ហាក់បីដូចជារារែកចិត្តចង់ត្រឡប់ក្រោយបន្តិចប៉ុន្តែសម្រាប់បងយឿនគាត់នៅតែលើកទឹកចិត្តបន្តដំណើរទៅព្រោះដោយសារតែយើងគិតថានៅខាងមុខទៀតប្រកាសជាមានច្រកចេញនៅពេលដែលធ្វើដំណើរកាន់តែយូរឆ្ងាយទៅពួកគាត់ក៏ឃើញថានៅក្នុងរូងភ្នំមួយនេះវាមានផ្លូវបំបែកតូចជាច្រើនប្រៀបបីដូចជាសរសៃឈាមអញ្ចឹងដែលគាត់ក៏មិនដឹងថាត្រូវធ្វើដំណើរទៅតាមផ្លូវមួយណាច្រកមួយណាទេតែអ្វីដែលគាត់អាចធ្វើបានពេលនេះគឺធ្វើដំណើរទៅតាមផ្លូវដែលមានបន្លោះធំអញ្ចឹងអាផ្លូវតូចពួកគាត់គឺមិនទៅទេព្រោះគាត់គិតថានៅពេលដែលធ្វើដំណើរទៅតាមផ្លូវតូចវាអាចនឹងទាល់អញ្ចឹងពួកគាត់គឺពិបាកនឹងត្រឡប់ក្រោយវិញគ្រាពេលដែលពួកគាត់ធ្វើដំណើរអ្វីដែលសំខាន់បំផុតរបស់ពួកគាត់គឺការផ្ទៀងត្រចៀកស្ដាប់និងភ្នែករវិរវៃក្រែងលោថាមានហានិភ័យណាមួយចូលមកគិតខ្លួនរបស់ពួកគាត់នៅពេលធ្វើដំណើរចូលជ្រៅទៅបត់ពីឆ្វេងទៅស្ដាំងាកឆ្វេងងាកស្ដាំហើយមិនមែនជាផ្លូវស្រួលដើរទេដោយសារតែផ្នែកខាងក្រោមវាមានថ្មកន្ទប់ពេលខ្លះខាងលើក៏មានថ្មស្រួចដែលបើសិនជាយើងដើរមិនប្រយ័ត្នយើងអាចនឹងបុកក្បាលនិងធ្វើឲ្យយើងនឹងគ្រោះថ្នាក់មុតដៃមុតជើងអញ្ចឹងតែនៅពេលដែលធ្វើដំណើរដល់ចំណុចមួយនៅក្នុងល្អាងភ្នំមួយនោះក៏ស្រាប់តែពួកគាត់នេះបានប្រទះឃើញមានឆ្អឹងសាកសពជាច្រើនហើយឆ្អឹងសាកសពទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាសាកសពមនុស្សបន្ទាប់ពីឃើញហើយធ្វើឲ្យពួកគាត់បុកភឹបក៏ព្រោះតែគាត់ដឹងច្បាស់ណាស់ថាទីកន្លែងមួយនេះប្រកាសជាមានអ្វីមួយដែលគ្រោះថ្នាក់មិនខានហើយសាកសពដែលបានស្លាប់នៅក្នុងល្អាងភ្នំមួយនេះប្រកាសណាស់គឺសុទ្ធសឹងតែជាអ្នកដែលរៀនរបៀនហើយត្រូវមកជាប់នៅក្នុងល្អាងភ្នំមួយនេះដោយពួកគាត់នឹងឯងដោយសារតែមកដល់ចំណុចនេះហើយគាត់ថាទោះបីតែជួបមានឧបសគ្គអ្វីក៏ដោយក៏ត្រូវតែជំនះទៅមុខដែរពួកគាត់ក៏បន្តដំណើរដោយសន្សឹមហើយមើលឆ្វេងមើលស្ដាំជាប់ជានិច្ចនៅពេលនោះពួកគាត់ក៏ភ្ញាក់ព្រឺតបន្ទាប់ពីធ្វើដំណើរផុតតែឆ្អឹងបានបន្តិចពន្លឺភ្លើងចន្លុះរបស់គាត់ក៏បានចាំងទៅឃើញផ្នែកខាងមុខដែលនៅមិនឆ្ងាយប្រហែលជា10ម៉ែត្រទេពីពួកគាត់គឺឃើញមានសភាវៈចម្លែកខ្លួនខ្មៅដែលពួកគាត់បានសម្លាប់កាលពីពេលមុននេះគឺមានច្រើនមែនទែននៅក្នុងល្អាងភ្នំមួយនេះប៉ុន្តែអ្វីដែលចម្លែកសម្រាប់សភាវៈទាំងអស់ហ្នឹងគឺវាអត់មានចលនាទេដែលវាឈោហាក់បីដូចជាវាកំពុងតែដេកអញ្ចឹងសភាពដែលបងយឿននិងបងសឹងឃើញសភាវៈមួយនោះគឺវាឈរជើងពីររៀងអោនខ្លួនសំយងដៃចុះក្រោមនិងអោនក្បាលប៉ុន្តែពួកវាមិនបានបើកភ្នែកទេដែលប្រការនេះហើយធ្វើឲ្យពួកគាត់គិតថាសភាវៈទាំងអស់នោះប្រកាសជាវាកំពុងតែដេកលងលក់ហើយដោយមិនអាចត្រឡប់ក្រោយបានដំណើររបស់ពួកគាត់គឺទៅមុខជានិច្ចពួកគាត់ក៏បានប្រថុយដើរកាត់នៅវងសភាវៈទាំងអស់ហ្នឹងនៅពេលដែលពួកគាត់ដើរកាត់គឺពួកគាត់ប្រយ័ត្នខ្លាំងមែនតើដោយវងសភាវៈទាំងអស់នោះគឺវាឈរនៅតម្រៀបនៅពីពេញផ្លូវដែលពួកគាត់ធ្វើដំណើរជាសំណាងល្អនៅពេលដែលពួកគាត់ធ្វើដំណើរឆ្លងកាត់នេះសភាវៈទាំងអស់ហ្នឹងគឺមិនបានដឹងខ្លួនឬក៏មិនបានវាប្រហារអីមកកាន់គាត់ទេតែជាសំណាងអាក្រក់សំណាងមួយទៀតមិនបាននៅខាងគាត់ទេគ្រាដែលពួកគាត់ធ្វើដំណើរផុតបានតែបន្តិចពីវងសភាវៈដែលមានមាត់ធំលើកនេះគាត់ឃើញថាសភាវៈខ្លួនខ្មៅហ្នឹងមិនមែនមាត់តូចដោយអ្វីដែលគាត់បានឃើញពីពេលមុនទេគឺសភាវៈទាំងអស់នេះរូបរាងតែមួយមុខតែមួយខុសតែមាត់អាពេលដែលគាត់បានដុតសភាវៈមុនដែលពួកគាត់ជួបនៅព្រៃខ្មៅនោះមកអានោះគឺមាត់តូចប៉ុន្តែសម្រាប់អានៅក្នុងរូងភ្នំនេះគឺមាត់វាធំបន្ទាប់ពីធ្វើដំណើរផុតវងសភាវៈខ្មៅដែលវាកំពុងដេកលងលក់ក៏ស្រាប់ទៅប្រទះជាមួយនឹងសភាវៈខ្មៅមួយក្រុមទៀត
ដែលមួយក្រុមនេះគឺមិនបានដេកលង់លក់នោះទេនៅពេលនោះបងយឿននិងបងសឹងឃើញថាសភាវៈខ្មៅទាំងអស់នេះវាកំពុងតែខំហែកស៊ីអ្វីមួយដោយកំរោលហាក់បីដូចជាពួកវាគឺឃ្លានខ្លាំងមែនទែនគ្រាន់តែពេលឃើញពួកគាត់ទៅដល់ភ្លាមនេះវងសភាវៈទាំងអស់នោះក៏បានងាកមករកគាត់ដោយកំហឹងនិងបានហាមាត់ធំហាក់បីដូចជាឃើញពួកគាត់ទាំងពីរនេះប្រៀបបីដូចជាចំណីរបស់ពួកវាអញ្ចឹងគ្រាន់តែឃើញបែបនេះភ្លាមបងយឿននិងបងសឹងអត់ចាំយូរទេពួកគាត់ក៏ត្រៀមលក្ខណៈបំរុងថានឹងរត់ថយក្រោយប៉ុន្តែនៅពេលដែលងាកមកនេះអាវងសភាវៈដែលនៅខាងក្រោយដែលបានដេកលង់លក់មុននេះវាក៏បានភ្ញាក់ដោយសារតែសំឡេងអាសភាវៈមួយក្រុមទៀតវាស្រែកឃើញបែបនេះពួកគាត់ក៏ប្រវេប្រវាសម្លឹងឆ្វេងសម្លឹងស្ដាំក៏ងាកទៅឃើញមានប្រឡោះតូចមួយដែលជាផ្លូវបបែកនៅក្នុងលំភ្នំមួយនោះពួកគាត់ក៏សម្រេចចិត្តបន្ថយរត់ចូលទៅទីកន្លែងមួយនោះហើយក្រុមសភាវៈទាំងអស់នោះក៏ព្យាយាមដេញតាមពួកគាត់ទាំងកំរោលហើយគាត់ថាអំឡុងពេលដែលពួកគាត់កំពុងតែរត់គេចពីសភាវៈដ៏កំណាចនេះគាត់ថាសភាវៈនឹងគឺបកិបកិតនឹងពួកគាត់ខ្លាំងមែនទែនដែលពួកវាព្យាយាមប្រជ្រៀតគ្នាដេញតាមពួកគាត់ទាំងពីរនេះគាត់ថារត់យូរទៅច្រកមួយនោះក៏កាន់ទៅតូចទៅរហូតទាល់តែដល់ចុងនៃច្រកមួយនោះក៏ធ្លាយទៅដល់ច្រកធំវិញអញ្ចឹងមានន័យថាផ្លូវបំបែកហ្នឹងគឺដូចប្រៀបបីដូចជាផ្លូវវងមួយដែលចុងក្រោយគឺត្រូវតែចូលមកកាន់ច្រកធំដែលពួកគាត់បានធ្វើដំណើរមុននឹងដដែលតែគឺធ្វើដំណើរទៅមុខទៀតនៅពេលដែលចូលដល់ច្រកធំសភាវៈទាំងអស់នោះក៏នៅតែបន្តដេញពួកគាត់អញ្ចឹងបើសួរថាពួកគាត់មិនដេញមិនតទល់ឲ្យគាត់តទល់យ៉ាងម៉េចបើសភាវៈទាំងអស់នោះវាមានចំនួនច្រើនហើយមើលទៅសភាពរបស់ពួកវាគឺកាចសាហាវយ៉ាងនេះហើយពួកគាត់គឺគ្មានអាវុធអីដើម្បីតទល់ទេជាពិសេសមុនអាគមក៏មិនអាចប្រើបាននៅដែនអាគមមួយនេះទៀតអញ្ចឹងវិធីដែលល្អគឺមានតែក្បាច់ម៉ែចែកឲ្យគឺរត់យកតែអាយុទៅប៉ុណ្្នឹងឯងបន្ទាប់ពីរត់ឥតឈប់រត់រហូតទាល់តែដល់ចំណុចមួយដែលចំណុចនោះគឺជាផ្លូវទាល់ពួកគាត់គឺអស់ជម្រើសហើយមិនដឹងថាត្រូវរត់ទៅទីណាទេក៏ព្រោះតែទីបំផុតនៃមាត់លអាងមួយនោះគឺជាជ្រោះមានន័យថាអត់មានផ្លូវដើម្បីធ្វើដំណើរទៅទៀតទេផុតហ្នឹងគឺជាជ្រោះដែលតម្រូវឲ្យពួកគាត់នេះមើលទៅក្រោមគឺឃើញមានតែទឹកទេអញ្ចឹងវិធីគឺមានតែលោតចូលទៅក្នុងទឹកជ្រោះហ្នឹងឯងបន្ទាប់ពីទៅដល់ពួកគាត់ក៏សម្លឹងគិតថាតើយើងនេះធ្វើមិនទៀតខណៈដែលសភាវៈទាំងវងនោះក៏រត់មកសម្ដៅពួកគាត់ជាមួយនឹងភ្នែករបស់វាពណ៌សហើយពួកគាត់ទាំងពីរនេះក៏គិតថាបើសិនជាពួកគាត់ប្រយុទ្ធជាមួយនឹងសភាវៈទាំងអស់នេះពួកគាត់ប្រកាសជាមិនអាចមានជីវិតនោះទេប្រកាសជាស្លាប់និងខ្លាចជាចំណីរបស់សភាវៈទាំងអស់ហ្នឹងហើយបើសិនជាយើងយកជំរើសទី2ដែលលោតចូលទៅក្នុងទឹកនេះវាអាចមានភាគរយដើម្បីរស់ក៏ព្រោះតែវាជាទឹកបើកាលណាលោតទៅសំណាងយើងល្អយើងមិនប៉ះថ្មនោះយើងអាចនឹងរស់តែបើសំណាងអាក្រក់យើងអាចនឹងស្លាប់ដោយការប៉ះថ្មឬក៏ប្រការណាមួយបន្ទាប់ពីគិតគ្នារួចរាល់បងយឿននិងបងសឹងក៏សម្រេចយកជំរើសទី2ដោយពួកគាត់សម្រេចលោតចូលទៅក្នុងទឹកជ្រោះមួយនោះនៅពេលដែលគាត់លោតចុះទៅសភាវៈទាំងអស់នោះក៏បានលោតទៅតាមមួយចំនួនធំដែរហើយគាត់ថាគ្រាដែលគាត់បានលោតចូលទៅក្នុងទឹកនេះគាត់ថាមកភ្លឹបនឹងធ្វើឲ្យគាត់នេះបាត់បង់ស្មារតីមួយផ្លែតនៅពេលដែលគាត់ដឹងខ្លួនមកវិញភ្លាមក៏ស្រាប់តែឃើញថាខ្លួនរបស់គាត់នេះបានមកដល់ដែនអាគមដែលគាត់បានប្រយុទ្ធមុននោះដែរអញ្ចឹងន័យថាមកផ្លែតមិញហ្នឹងនៅពេលដែលគាត់លោតចូលទៅក្នុងទឹកគាត់បែរជាផុសចេញមកវិញនៅត្រង់ចំណុចដើមឈើដែលកន្លែងដែលគាត់ត្រូវយកក្រករន្ទះហ្នឹងឯងនៅពេលដែលឃើញបែបហ្នឹងគាត់ទាំងពីរនេះគឺពិតជាសប្បាយចិត្តក៏ព្រោះតែមកដល់ទីកន្លែងដែលពួកគាត់អាចមានអត្តពលវិញហើយអ្វីដែលគាត់កាន់តែចម្លែកគឺនៅពេលដែលគាត់សម្លឹងមើលទៅកាន់ជុំវិញខ្លួនរបស់ពួកគាត់នេះគាត់ឃើញថាក្រុមសភាវៈចម្លែកខ្លួនមានភ្លើងជាច្រើនវាកំពុងតែប្រយុទ្ធនឹងឡោមព័ទ្ធទៅលើសត្វអាគមរបស់ពួកគាត់អញ្ចឹងមានន័យថាតាមពិតទៅនេះគាត់ឆ្លងទៅដែនដីអាគមថ្មីមួយទៀតតែមួយផ្លែតទេបើប្រៀបធៀបនឹងដែនអាគមដែលគាត់កំពុងតែឆ្លងមកដល់មកវិញនេះតែជាក់ស្ដែងនៅក្នុងដែនអាគមដែលគាត់កំពុងតែជួបនៅអាសភាវៈខ្លួនខ្មៅហ្នឹងគឺមួយយប់មួយថ្ងៃទៅពេលហ្នឹងគាត់កាន់តែឆ្ងល់ថាវាទៅជាល្មិចគាត់អត់យល់ទេរឿងហ្នឹងប៉ុន្តែអ្វីដែលគាត់អាចធ្វើបានពេលនោះគឺគាត់ប្រញាប់បំពេញបេសកកម្មរបស់គាត់គឺត្រូវយកក្រករន្ទះដែលជាប់នឹងដើមឈើមួយនោះភ្លាមគាត់ក៏យកបានក្រករន្ទះនោះ
ហើយសភាវៈចម្លែកខ្លួនមានភ្លើងទាំងអស់នោះវាក៏បង្វែរទិសដៅរបស់វាសម្រុកមកវាប្រហារមកកាន់បង្យឿននិងបងសឹងដែលធ្វើឲ្យបង្យឿននិងបងសឹងគឺมันអាចទប់ទល់ទេគឺមានតែរត់យករួចខ្លួនគ្រាដែលគាត់កំពុងទៅរត់ក៏ស្រាប់តែរឿងដែលមនុស្សស្មានដល់បានកើតឡើងគ្រានោះគាត់ឃើញមានសភាវៈចម្លែកខ្លួនខ្មៅដែលគាត់បានជួបទៅដែនអាគមមួយទៀតដែលវាលោតតាមពួកគាត់មកក្នុងទឹកហ្នឹងគឺពួកវាបានរត់ចេញពីក្នុងដើមឈើមកយ៉ាងច្រើនហើយរត់មកទាំងកំហឹងគឺដើមឈើអាធំដែលជាដើមឈើទទួលគ្រាប់រន្ទះហ្នឹងគឺសភាវៈខ្មៅទាំងអស់ហ្នឹងគឺវារត់ចេញពីដើមឈើមួយហ្នឹងហើយនៅពេលដែលវារត់មកនេះវាអាសភាវៈខ្មៅជាមួយនឹងសភាវៈខ្លួនមានភ្លើងក៏មិនបានចាប់អារម្មណ៍ជាមួយនឹងវត្តមានរបស់បង្យឿននិងបងសឹងនោះទេពួកវាក៏បានបើកការប្រយុទ្ធគ្នាយ៉ាងគួរឲ្យរន្ធត់ហើយសភាវៈចម្លែកទាំងពីរក្រុមហ្នឹងក៏បើកការវាប្រយុទ្ធគ្នាដោយគេហៅថាដោយកំហឹងជាពិសេសគឺសភាវៈខ្មៅហាក់បីដូចជាខឹងជាមួយនឹងអាសភាវៈខ្លួនមានភ្លើងខ្លាំងមែនតើដែលធ្វើឲ្យបង្យឿននិងបងសឹងគាត់បានឱកាសល្អគាត់ក៏ប្រញាប់រត់ចាក់ចេញពីទីកន្លែងមួយហ្នឹងនៅពេលដែលគាត់រត់ចាក់ចេញផុតទៅគាត់ក៏ពួនចាំមើលថាតើសភាវៈទាំងអស់ហ្នឹងខាងក្រុមមួយណាអ្នកឈ្នះហើយម្ដេចបានជាពួកវាប្រហារទាំងដែលពួកវាគឺជាសភាវៈអាគមដូចគ្នានៅពេលដែលវាប្រហារអ្វីដែលបង្យឿនគាត់សង្កេតឃើញកម្មរន្ទះជាច្រើនបានបាញ់សន្ធប់ទៅលើសភាវៈខ្លួនខ្មៅដែលធ្វើឲ្យក្រុមសភាវៈខ្លួនខ្មៅទាំងអស់ហ្នឹងស្លាប់អស់យ៉ាងច្រើនហើយមួយវិញទៀតអណ្ដាតភ្លើងដែលមាននៅលើខ្លួនក្រុមសភាវៈចម្លែកខ្លួនមានភ្លើងហ្នឹងគឺបានឆាបឆេះជាមួយនឹងស្បែកដ៏ងាយឆេះរបស់សភាវៈខ្លួនខ្មៅការប្រយុទ្ធត្រឹមតែមួយពព្រិចភ្នែកកាមរន្ទះក៏ព្យាយាមបាញ់ទៅលើសភាវៈខ្លួនខ្មៅហើយភ្លើងក៏បានឆេះនិងបណ្ដាលឲ្យសភាវៈខ្លួនខ្មៅទាំងអម្បាលម៉ានដែលបានរត់ចេញពីក្នុងដើមឈើនោះមកនេះវាបានស្លាប់ឡើងរនៅករនេលនៅចំពោះមុខសភាវៈខ្លួនមានភ្លើងនៅពេលដែលឃើញបែបហ្នឹងពួកគាត់ក៏ភ័យក៏ប្រញាប់រត់ចាក់ចេញពីទីកន្លែងមួយហ្នឹងដើម្បីរត់ទៅរកទីកន្លែងសុវត្ថិភាពសិនបន្ទាប់ពីធ្វើដំណើរល្មមគិតថាអស់លែងមានអ្នកតាមហើយពួកគាត់ក៏ជជែកគ្នាថាហេតុអ្វីនេះបានសភាវៈទាំងពីរក្រុមនៅពេលដែលឃើញគ្នាហាក់បីដូចជាចងគំនុំនឹងគ្នាខ្លាំងមែនតើនៅពេលដែលគិតមួយសន្ទុះទៅបង្យឿននេះគាត់នឹកចាំពាក្យរបស់ព្រាយស្រីដែលបានជួបកាលពីពេលដំបូងតាំងពីភាគមុនមកបងប្អូនយើងណាចាំពាក្យសម្ដីរបស់ព្រាយស្រីគាត់និយាយអត់ព្រាយស្រីមួយនោះវានិយាយថានៅត្រង់ចំណុចដើមឈើធំហ្នឹងគឺមានអ្នកការពារអញ្ចឹងមានន័យថាអ្នកការពារគឺចង់សម្ដៅទៅលើក្រុមសភាវៈខ្លួនមានភ្លើងនឹងឯងដែលជាអ្នកការពារនៅទីតាំងនៃដើមឈើធំមួយនោះហើយមិនត្រឹមតែប៉ុណ្ណឹងតាមពិតទៅសភាវៈខ្មៅដែលព្យាយាមចេញពីក្នុងទីកន្លែងដើមឈើមួយហ្នឹងគឺជាសភាវៈដែលជាប់នៅក្នុងដើមឈើអាគមអញ្ចឹងតាមពិតទៅនេះអាកន្លែងហ្នឹងសំបីតែបង្យឿននិងបងសឹងមុននេះក៏គាត់ជាប់នៅក្នុងដែនដីអាគមដែលគ្រប់គ្រងដោយដើមឈើមួយនឹងដែរតែចេះជាសំណាងល្អនេះគាត់អាចរកច្រកចេញត្រឡប់មកវិញបានតែបើសួរថាការរកច្រកចេញត្រឡប់មកវិញនឹងដោយភាពឆ្លាតវៃគឺមិនមែនទេគឺពួកគាត់តល់ច្រកប្រថុយទេទៅអាចរកច្រកចេញមកបានហើយសភាវៈទាំងអស់ហ្នឹងក៏មិនដឹងថាទីកន្លែងទឹកជ្រោះអាកន្លែងជ្រោះដែលពួកគាត់លោនេះវាជាច្រកចេញមកទីកន្លែងមួយនឹងដែរហើយមូលហេតុដែលសភាវៈខ្លួនខ្មៅនឹងវាខឹងជាមួយនឹងសភាវៈខ្លួនមានភ្លើងនេះក៏ព្រោះតែសភាវៈខ្លួនខ្មៅវាត្រូវបានដើមឈើឃុំព្រលឹងហ្នឹងគឺឃុំពួកវាមិនដឹងថាប៉ុន្មានរយឆ្នាំហើយទេដើរគ្រាន់តែពួកវាចេញភ្លាមគឺពួកវាខឹងជាមួយនឹងអាពួកមានភ្លើងនឹងខ្លាំងមែនទេប៉ុន្តែចុងក្រោយនៅតែប្រយុទ្ធមិនឈ្នះសភាវៈខ្លួនមានភ្លើងនោះដែរនេះគ្រាន់តែជាអ្វីដែលបង្យឿននិងបងសឹងគាត់គិតឃើញគាត់គិតយល់តែប៉ុណ្ណោះបានពួកគាត់ក៏បន្តដំណើរទៅមុខជាបន្តទៀតហើយទិសដៅរបស់គាត់ពេលនេះបេសកកម្មរបស់គាត់ពេលនេះគឺសឹងតែជោគជ័យ 90% ទៅហើយក៏ព្រោះតែអ្វីដែលគាត់ចង់បានគឺក្រករន្ទះក៏គាត់យកបានហើយដំណើររបស់ពួកគាត់ក៏ទៅមុខនៅពេលដែលគាត់យកក្រករន្ទះហើយនេះអ្វីដែលជាពាក្យបណ្ដាំរបស់គ្រូអ៊ំគឺមិនឲ្យពួកគាត់វិលត្រឡប់ថយក្រោយទេគឺត្រូវតែធ្វើដំណើរទៅមុខហើយទៅចេញត្រង់ចុងលេខ 9 បងប្អូនយើងប្រកាសជាចាំហើយកន្លែងមួយហ្នឹង
នៅពេលដែលធ្វើដំណើរពួកគាត់ក៏ឆ្លៀតសម្រាប់ដែរក៏ព្រោះតែវាមកឆ្ងាយហើយក៏ដូចជាមិនមានបញ្ហាអីដែលឲ្យពួកគាត់នេះត្រូវប្រឈមមុខតទៀតនៅពេលដែលសម្រាប់មានកម្លាំងហើយគាត់ឃើញថាសំបីតែសត្វអាគុំរបស់ពួកគាត់គឺក្របីអាគុំជាមួយនឹងខ្លាអាគុំក៏មានរបួសមកល្មមដែលធ្វើឲ្យពួកវានឹងចុះខ្សោយដែរក៏ព្រោះតែត្រូវបានសភាពវៈខ្លួនមានភ្លើងនឹងវាប្រហាវាខាមហើយជាមួយនឹងកម្ដៅរបស់វាធ្វើឲ្យខ្លានិងកបីគឺរោលរៀលនិងក្តៅរបបស្បែកខ្លះដែរតែដោយសារតែការសម្រាកនិងការព្យាបាលអស់រយៈពេលជាច្រើនម៉ោងទៅពួកគាត់ក៏បន្តដំណើរហើយមានកម្លាំងទៅទៀតគ្រាដែលធ្វើដំណើរបន្តគិតថាលែងមានឧបសគ្គតែគាត់ក៏ទៅប្រទះជួបជាមួយនឹងក្រុមអ្នករៀនរបៀនមួយក្រុមទៀតដែលមានគ្នាប្រមាណជា7-8នាក់នៅពេលដែលដើរទៅក៏ប្រទះក្រុមអ្នកទាំងអស់នោះហើយក្រុមអ្នករៀនរបៀនទាំងអស់ហ្នឹងគឺកំពុងតែត្រូវរបួសយ៉ាងដំណំដែលមើលទៅហាក់បីដូចជាត្រូវរបួសដោយសារការវាយប្រហារណាមួយមុនពេលពួកគាត់នឹងឯងឃើញបែបនេះក្រុមអ្នករៀនរបៀនទាំងអស់នោះក៏បានស្រែកឲ្យពួកគាត់ទាំងពីរនាក់នេះគឺបងយឿននិងបងសឹងជួយពួកគាត់ផងដោយឃើញបែបនេះបងសឹងគាត់ក៏មិនចាំយូរដែរគាត់ក៏ប្រញាប់រត់ចូលទៅបំរុងថាចូលទៅជួយអ្នកទាំងអស់នោះហើយប៉ុន្តែក៏ត្រូវបានបងយឿនចាប់ដៃជប់និងខាត់នោះក៏ព្រោះតែបងយឿនគាត់និយាយថាមើលឲ្យច្បាស់សិនសពពួកហ្នឹងមិនមែនជាអ្នករៀនរបៀនដូចពួកយើងទេតាមពិតទៅពួកទាំងអស់ហ្នឹងគឺជាពពុះព្រីនៅពេលដែលឮបងយឿននិយាយបែបនេះបងសឹងគាត់ក៏សង្កេតទៅគាត់ប្រើញៀនគាត់ទៅគាត់ដឹងថាតាមពិតអ្នកទាំងអស់នោះគឺគ្រាន់តែជាពពុះព្រីតែវាខ្លាញ់បន្លំភ្នែកនិងបន្លំឲ្យពួកគាត់ចូលទៅក្បែរតែប៉ុណ្ណឹងគ្រាន់តែឮបងយឿននិងបងសឹងដឹងថាពួកវាជាព្រីភ្លាមព្រីទាំងអស់ដែលកាឡាខ្លួនទៅជាអ្នករៀនអាគមវាក៏បានចេញរូបរាងពិតហើយពេលនោះវាក៏ព្យាយាមស្ទុះមកបំរុងថាវាប្រហារទៅកាន់ពួកគាត់ប៉ុន្តែដោយសារតែគ្រូយើងទាំងពីរនាក់នេះគាត់ខ្លាំងគាត់បានត្រៀមលក្ខណៈរួចជាស្រេចហើយដែរនោះហើយកម្លាំងរបស់គាត់ក៏វិលត្រឡប់មករកសភាពដើមពេលនោះបងយឿនគាត់ក៏បានដកយកក្រណាត់យ័ន្តពណ៌ក្រហមរបស់គាត់មួយផ្ទាំង4ជ្រុងប្រហែលជា2ទឹក4ជ្រុងគាត់ក៏លើកមកហើយគាត់លាតសម្ដៅដាក់ផ្ទៃយ័ន្តហ្នឹងបែរទៅរកពពួកព្រីទាំងអស់ហ្នឹងហើយគាត់បានប្រើគាថាសន្ធប់ទៅលើយ័ន្តមនុស្សនិងស្រែកបញ្ជាខ្លាំងឲ្យបងយឿននេះរត់ពាត់ជុំវិញពពួកព្រីទាំងអស់ហ្នឹងដោយមិនចាំយូរបងយឿនក៏ធ្វើតាមបងសឹងក៏ធ្វើតាមបងយឿនដែលគាត់បានកាន់ជាមួយនឹងខ្សែកថាដែលជាខ្សែអាគមដូចគ្នាគាត់បានរត់ចាប់ផ្ដើមទិសចេញពីត្រង់ចំណុចដែលបងយឿនឈរកាន់យ័ន្តហ្នឹងទៅពាត់ជុំវិញបរិវេណដែលពពុះព្រីទាំងអស់ហ្នឹងវាកំពុងតែរត់សម្ដៅមកកាន់ពួកគាត់គ្រាន់តែប៉ុណ្ណឹងភ្លាមរត់ដល់ទីតាំងដើមវិញក៏ធ្វើឲ្យអាកម្លាំងឥទ្ធិពលនៃយ័ន្តនេះវាបានបញ្ចេញរឹតធ្វើឲ្យអាពពុះព្រីទាំងអស់ហ្នឹងវាស្រែកច្រឡោតឡើងដែលហាក់បីដូចជាវាកំពុងតែរោលរៀលក្តៅដោយសារតែភ្លើងអាគមដែលបងយឿនបានដុតពួកវានឹងឯងដោយសារតែអាគមរបស់បងយឿនគាត់ខ្លាំងអាពពុះព្រីទាំងអស់ហ្នឹងវាអត់អាចចេញពីការឡោមព័ទ្ធនៃសមាគមរបស់គាត់បាននោះទេគ្រានោះបងយឿននិងបងសឹងពួកគាត់បានសន្ធប់អាគមបាលីដាក់ទៅក្នុងយ័ន្តដែលពួកគាត់បានកាន់នៅនឹងដៃហើយចិត្តចប់ពិធីកិច្ចទៅហើយគាត់ឃើញថាអាសភាវៈអាព្រាទាំងអស់ហ្នឹងគាត់ថាមិនមែនមាន1មិនមែនមាន2ហើយក៏មិនមែនមានចំនួនតែ7-8នាក់ដោយដែលគាត់បានឃើញពីដំបូងទេវាមានច្រើនមែនទែនដែលវាហាក់បីដូចជាកំពុងតែព្យាយាមជ្រែកចេញពីសមាគមរបស់ពួកគាត់គ្រានោះរឿងដែលមិននឹកស្មានដល់ក៏ស្រាប់តែមានកម្លាំងអ្វីមួយនេះខ្លាំងមហិមាទាញបងយឿនទាំងដែលមិនឃើញមានរូបរាងណាកម្លាំងមួយនឹងបានចាប់កន្ត្រាក់ទាញបងយឿនធ្វើឲ្យបងយឿននេះគាត់របូតដៃពីសមាគមដែលធ្វើឲ្យសមាគមជាមួយនឹងយ័ន្តមួយហ្នឹងវាវិសឹងតែធ្លាក់ដល់ដីទៅហើយបងយឿននេះគឺប៉ើងដល់ណាក៏មិនទាន់ដឹងដែរពេលនោះខណៈដែលឃើញបែបនេះបងសឹងគាត់ក៏ប្រញាប់ស្ទុះទៅចាប់យកយ័ន្តមកវិញនិងទាញយកអាសមាគមមួយនឹងពាត់កុំឲ្យសភាវៈព្រាយទាំងអស់ហ្នឹងវាចេញមកបានហើយពេលនោះពិធីកិច្ចអាគមរបស់ពួកគាត់ក៏ត្រូវបានបញ្ចប់បងសឹងក៏បានដកយកកំបិតអាគមរបស់គាត់រួចចាក់
ទៅលើកណាត់យន្តដែលគាត់បានសន្ធុំហើយគាត់បានពាត់ទៅលើព្រាយទាំងអស់ហ្នឹងដែលធ្វើឲ្យព្រាយទាំងអស់ហ្នឹងក៏ត្រូវរលាយខ្ទេចពលឹងវិញ្ញាណគ្មានសល់សំបីតែមួយអញ្ចឹងមានន័យថាយន្តមួយហ្នឹងគឺយន្តសន្ធុំពលឹងពពួកហ្នឹងអត់ឲ្យចេញដែរហើយចាក់តែមួយកំបិតគឺរលាយទាំងអស់អញ្ចឹងពេលបសកកម្មរបស់គាត់ដែលកំចាត់ព្រាយទាំងអស់ហ្នឹងគឺបានជោគជ័យព្រាយទាំងអស់ហ្នឹងក៏រលាយបាត់ពីមុខរបស់ពួកគាត់បើយើងក្រឡេកទៅមើលបងយឿនឯនោះវិញដែលត្រូវមានអ្វីមួយបានចាប់ទាញកន្ត្រាក់គាត់ថយក្រោយនេះក្រឡេកទៅឃើញគាត់កំពុងតែសន្លប់ប្រហែលមកប៉ើងមិញប្រហែលជា 5-6 ម៉ែត្រដែលគាត់កំពុងតែសន្លប់បាត់ស្មារតីនៅនឹងគល់ឈើមកកន្លែងហើយនៅក្បែរបងយឿននេះមិនមែនគាត់ស្លាប់តែឯងទេបងសឹងឃើញថានៅក្បែរបងយឿនគឺមានព្រាយស្រីម្នាក់ហើយព្រាយស្រីម្នាក់នោះគឺកំពុងតែចាប់ច្បាច់ក្បាលរបស់បងយើងជាមួយនឹងក្រចកដៃវែងរបស់វាហើយព្រាយស្រីមួយនេះគឺគ្មាននរណាក្រៅពីនាងអមដែលយើងបានស្គាល់កាលពីដើមរឿងនោះទេគឺនាងអមជាព្រាយវាបានទាញកន្ត្រាក់ដែលធ្វើឲ្យបងយឿននេះបាត់បង់ស្មារតីកន្លែងហ្នឹងគ្រាន់តែឃើញបែបហ្នឹងភ្លាមព្រាយស្រីម្នាក់នោះវាក៏សើចឡើងដោយសម្លេងហាក់បីដូចជាសប្បាយចិត្តតាមពិតទៅវងព្រាយមួយក្រុមដែលបងយឿននិងបងសឹងគាត់បានកំចាត់មុនហ្នឹងវាគ្រាន់តែជាកូនចៅកំពេកំពុកដែលព្រាយស្រីនាងអមនេះបានបញ្ជាមកតែប៉ុណ្ណឹងហើយព្រាយស្រីនាងអមហ្នឹងវាក៏បាននិយាយតទៅកាន់បងយឿនទៅកាន់បងសឹងថាអញប្រាប់ហើយពួកឯងតាំងពីដំបូងថាចង់ស្លាប់ដោយស្រួលឬក៏វេទនាតែពួកឯងមិនព្រមពួកឯងមិនស្ដាប់ពួកឯងរឹងក្បាលឥឡូវយើងនឹងធ្វើឲ្យពួកឯងស្លាប់ដោយវេទនានៅពេលដែលលឺប៉ុណ្ណឹងបងសឹងគាត់នៅតែឯងទេខណៈដែលបងយឿនគឺគាត់ស្លាប់ហើយបងសឹងគាត់កើនកំហឹងខ្លាំងមែនតើគាត់ក៏ប្រញាប់ស្ទុះសំដៅទៅរកព្រាយស្រីម្នាក់នោះដែលនៅក្បែរបងយឿនប៉ុន្តែអត្តពលរបស់ព្រាយស្រីមួយហ្នឹងគឺពិតជាខ្លាំងណាស់វាក៏បានប្រើវេទមន្តប្រើអាគមរបស់វានេះចាប់រុញបងសឹងអប់ទៅនឹងដើមឈើហើយលើកបងសឹងនេះផុតដីដូចជាយកសមាអាគមមួយទៅចងភ្ជាប់បងសឹងនេះជាមួយនឹងដើមឈើនៅផ្នែកអាចុងនោះដែលធ្វើឲ្យបងសឹងពេលហ្នឹងណាគាត់រើមិនរួចដែរគឺជាប់ដូចគេចងអញ្ចឹងដែលធ្វើឲ្យបងសឹងគឺគាត់កាន់តែភ័យហើយក៏ព្រោះតែពេលហ្នឹងណាព្រាយស្រីម្នាក់នោះវាមិនត្រឹមតែឈរក្បែរហើយច្បាច់ក្បាលរបស់បងយឿនទេវាថែមទាំងបានព្យាយាមនេះយកក្រចកដ៏វែងរបស់វាព្យាយាមទម្លុះទ្រូងរបស់បងយឿនចេតនារបស់វាគឺហាក់បីដូចជាចង់យកបេះដូងរបស់បងយឿនមកស៊ីអញ្ចឹងឃើញបែបនេះគិតអស់បន្តិចបងយឿនបងសឹងក៏នឹកឃើញវិធីមួយគឺគាត់បានប្រើអាគមគាថាដាស់សត្វអាគមរបស់ពួកគាត់ទាំងពីរនាក់នេះគឺមានខ្លាអាគមជាមួយនឹងក្របីអាគមបន្ទាប់ពីដាស់មកភ្លាមសត្វទាំងពីរក៏បានបើកការវាប្រហារផ្លែតទៅរកព្រាយស្រីនាងអមនឹងហើយអ្នកដែលវាប្រហារមុនគឺក្របីអាគមប៉ុន្តែអត្តពលនិងកម្លាំងរបស់ក្របីអាគមគឺมันអាចទ្រាំទ្រជាមួយនឹងឫទ្ធិអំណាចរបស់ព្រាយស្រីនាងអមនឹងទេក្របីអាគមក៏ត្រូវបានខ្ទាតដោយសារតែកម្លាំងរបស់នាងអមប៉ុន្តែក៏បង្អាក់ដំណើរកុំឲ្យនាងអមនេះទម្លុះបេះដូងរបស់បងយឿនបានមួយគ្រាខណៈផុតក្របីអាគមក៏ស្រាប់តែខ្លាអាគមរបស់បងយឿនបានលោតទៅសង្គ្រប់ទៅលើព្រាយស្រីមួយនោះដែលធ្វើឲ្យព្រាយស្រីមួយនោះគឺអាក់ខានជាមួយនឹងចេតនាដែលវាចង់ស៊ីថ្លើមស៊ីបេះដូងរបស់បងយឿនដែលធ្វើឲ្យព្រាយស្រីមួយនោះវាហាក់បីដូចជាខឹងខ្លាំងហើយខ្លាមួយនោះបានបង្អាក់ដំណើរបានតែបន្តិចក៏ត្រូវបានព្រាយស្រីមួយនោះប្រះអាគមរបស់វាចងដួលដេកទៅលើដីគ្រាន់តែឃើញបែបហ្នឹងការបង្អាក់ដំណើររបស់សត្វអាគមទាំងពីរធ្វើឲ្យព្រាយមួយនឹងវាទុចដំណើរអាគមដែលបានចងទៅលើបងសឹងដែលចងផ្អឹបទៅលើដើមឈើហ្នឹងក៏របូតដែលធ្វើឲ្យបងសឹងគឺធ្លាក់តាំងពីលើចុងឈើនេះធ្លាក់មកដល់ដីប៉ុន្តែអត់ជាបញ្ហាទេក៏ព្រោះតែធ្លាក់ក៏មិនជាខ្ពស់អីពេកដែរភ្លាមនោះព្រាយស្រីមនុស្សវាក៏បានបង្វែរទិសដៅរបស់វាស្ទុះទៅច្របាច់កបងសឹងទាំងកំប្រោលហើយមួយវឹបរបស់វាហ្នឹងគឺដូចឆ្ពិនភ្នែកហើយវាដូចបំបាំងកាយចឹងមួយវឹបមើលសឹងតែមិនទាន់ទៅច្របាច់កបងសឹងអប់នឹងដើមឈើដែលធ្វើឲ្យបងសឹងពេលនោះគឺអស់ហើយតអីក៏លែងរួចហើយច្បាច់ហ្នឹងគឺបំរុងតែច្បាច់នឹងបញ្ចប់ជីវិតបងសឹងហើយដៃម្ខាងរបស់វាគឺបំរុងថានឹងទម្លុះទ្រូងរបស់បងសឹងយកបេះដូងទៅហើយ
ពេលនោះរឿងដែលគេថាអភិនិហាបានកើតឡើងក៏ស្រាប់តែមានអ្វីមួយនេះចាក់ទម្លុះបេះដូងព្រាយស្រីមួយនោះពីខាងក្រោយដែលធ្វើឲ្យព្រាយស្រីមួយនោះគឺរបូតដៃពីបងសឹងហើយវាក៏ដួលគ្រឹបទៅលើដៃហើយអ្នកដែលចាក់ទម្លុះទ្រូងនេះហើយចាក់ហ្នឹងគឺចាក់សំដៅទៅរកបេះដូងព្រាយស្រីនោះគឺគ្មាននរណាក្រៅទៅពីបងយឿនទេគឺបងយឿនគាត់បានដឹងខ្លួនហើយគាត់បានទៅយកគេថាកំបិតអាគមរបស់គាត់រួចគាត់បានយកកំបិតនោះទៅបូជាជាមួយនឹងឈាមរបស់គាត់ហើយយកវាទៅឆ្កូតជាមួយនឹងក្របបន្ទះដែលធ្វើឲ្យអាគមទាំងឡាយដែលគាត់បានដាក់បញ្ចូលទៅក្នុងកំបិតមួយនោះវាកើនរឹតទើបអាចចាក់ទម្លុះបេះដូងរបស់ព្រាយស្រីនោះហើយវាមានឥទ្ធិពលក៏ព្រោះតែតាមពិតទៅគាត់បានដឹងថាត្រង់ចំណុចហ្នឹងហើយដែលជាចំណុចខ្សោយរបស់ព្រាយស្រីមួយនោះហើយចំណុចខ្សោយរបស់ព្រាយស្រីនោះគឺត្រង់ចំណុចបេះដូងនឹងឯងក៏ព្រោះតែមិនឃើញវាព្យាយាមស៊ីបេះដូងមនុស្សណាដែលចូលមកក្នុងដែនអាគមមួយនេះអញ្ចឹងបន្ទាប់ពីចាក់មួយកំបិតរបស់អាគមរបស់បងយឿនទៅព្រាយស្រីមួយនោះវាក៏រលាយបាត់ស្លាប់នៅទីកន្លែងមួយហ្នឹងដែលធ្វើឲ្យពួកគាត់ទាំងពីរនាក់គឺសប្បាយចិត្តខ្លាំងមែនតើដោយសារតែលែងមានអ្នកព្យាយាមតាមយាយជីគាត់ហើយមេធំរបស់ដែនអាគមមួយនេះគឺព្រាយស្រីមួយហ្នឹងក៏ត្រូវបានពួកគាត់កំចាត់បានទៅទៀតពួកគាត់ក៏សម្រាកយកកម្លាំងគេថាអារម្មណ៍មួយដល់ស្ងប់សុខលែងភ័យលែងព្រួយបារម្ភបន្ទាប់ពីមានកម្លាំងហើយពួកគាត់ក៏បន្តដំណើរទៅមុខរហូតតតែអាចចេញពីដែនព្រៃមួយនឹងបាននិងយកនៅវត្ថុទាំងឡាយដែលគ្រូអ៊ំបានឲ្យយកនឹងគឺក្របបន្ទះហ្នឹងមកប្រគល់ជូនទៅកាន់គ្រូអ៊ំឃើញពួកគាត់ទាំងពីរនាក់វិលត្រឡប់មកវិញនេះក្រោយចំណាយពេលអស់រយៈពេលជាច្រើនថ្ងៃចូលទៅក្នុងដែនព្រៃអាគមមួយនោះសម្បីតែគ្រូអ៊ំគាត់មិនសឹងតែមិនជឿថាកូនសិស្សសំណុករបស់ពួកគាត់ទាំងពីរនេះអាចបំពេញបេសកកម្មដ៏សែនគ្រោះថ្នាក់មួយនេះបានពេលនោះបងយឿននិងបងសឹងក៏បានប្រាប់ថាពួកគាត់នេះបានកំចាត់មេព្រាយនៅក្នុងព្រៃមួយនោះគ្រាន់តែឮថាកំចាត់មេព្រាយសម្លាប់មេព្រាយបែបនេះគ្រូអ៊ំគាត់ក៏បានអស់សំណើចហើយគាត់សើចឡើងនៅពេលដែលឃើញគ្រូអ៊ំគាត់សើចបែបនេះបងយឿននិងបងសឹងក៏សួរថាមិនបានសើចគ្រូអ៊ំគាត់ក៏ប្រាប់ថាវាមិនស្លាប់ទេវាស្លាប់តែក្នុងរយៈពេលមួយខ្លីតែប៉ុណ្ណោះនៅពេលដល់ពេលកំណត់ជាក់លាក់ណាមួយព្រាយមួយនោះវានឹងកើតឡើងមកវិញហើយវានឹងនៅចាំទីកន្លែងមួយនោះដដែលគាត់ធ្លាប់សម្លាប់ព្រាយមុនម្ដងហើយតែវាកើតមកវិញចឹងគាត់ថាគ្មានអំណាចណាមួយដែលអាចសម្លាប់មេព្រាយនៅក្នុងដែនព្រៃមួយនោះបានទេវាស្លាប់តែក្នុងរយៈពេលខ្លីហើយវានឹងកើតត្រឡប់មកវិញគ្រាន់ថាពេលដែលយើងអាចសម្លាប់វាបានយើងនឹងអាចមានឱកាសក្នុងការចាក់ចេញពីព្រៃមួយនឹងដោយស្រួលដោយមិនមានឧបសគ្គណាមួយមកយាយីអាយុជីវិតអញ្ចឹងមិនបាច់សប្បាយអពីជ័យជំនះនៃការសម្លាប់មួយនឹងទេបានបងយឿននិងបងសឹងគាត់យល់ថាតាមពិតទៅដែនអាគមរឿងដែលយើងគិតថាមិនអាចកើតឡើងប៉ុន្តែវាអាចកើតឡើងគ្រប់រឿងបន្ទាប់ពីជជែកគ្នាចប់គ្រូអ៊ំក៏ឲ្យបងយឿននិងបងសឹងទៅសម្រាកសិនទៅហើយថ្ងៃបន្តមកទៀតបានគ្រូអ៊ំនេះគាត់ធ្វើពិធីទៅលើក្របរន្ទះទាំងពីរក្របហ្នឹងទុកយកអាក្របរន្ទះហ្នឹងទុកឲ្យបងយឿននិងបងសឹងយកធ្វើជាអាវុធការពារខ្លួនសម្រាប់រឿងរ៉ាវរបស់បងយឿននិងបងសឹងក៏ដល់ទីបញ្ចប់ដែរគឺពួកគាត់គឺបំពេញបេសកកម្មបានដោយជោគជ័យតែបំពេញបេសកកម្មលើកនេះគឺគ្រោះថ្នាក់ខ្លាំងមែនតើដែលគ្រោះថ្នាក់នេះគឺទ្វេគុណពីវគ្គមុនទៅទៀតហើយឧបសគ្គដែលពួកគាត់ជួបសឹងថាយកអាយុជីវិតគាត់យកទៅដាក់ដល់មាត់ជ្រុះមរណៈប៉ុន្តែពួកគាត់នៅតែអាចឆ្លងផុតអញ្ចឹងបងប្អូនយើងបន្តពីសន្តាប់ការនិទានរឿងរបស់បងយឿននិងបងសឹងបេសកកម្មចូលព្រៃអាថ័ន្តខ្មៅហើយបងប្អូនយល់យ៉ាងណាកុំភ្លេច comment ជាមតិយោបល់នៅខាងក្រោមអញ្ចឹងបងយឿននិងបងសឹងក៏សូមគោរពលាតែប៉ុណ្ណេះជួបគ្នានៅរឿងរបស់គាត់ក្រោយទៀតជាមួយនឹងសាច់រឿងថ្មីទៀតហើយបើបងប្អូនយើងពេញចិត្តកុំភ្លេច comment ថាពេញចិត្តថាកុំភ្លេចជួយទស្សនាភាគមុនផងដើម្បីឲ្យ YouTube វាជួយរុញជួយ suggest ហើយមិនត្រឹមតែមានប្រភេទរឿងបែបអាគមទេក៏មានរឿងផ្សេងទៀតដែលខ្ញុំបានផុសកាលពីមុនទៅក៏ព្រោះតែ channel មួយនេះគឺមានរហូតដល់ទៅជាង100វីដេអូហើយចាសសង្ឃឹមថាបងប្អូនយើងនឹងចូលទៅសន្តាប់ចូលទៅកំសាន្តជាមួយនឹងវីដេអូដែលខ្ញុំបានផុសអញ្ចឹងគ្មានអ្វីច្រើនទេកុំភ្លេច subscribe ដាក់សញ្ញាកណ្ដឹងចុច like ចុច comment និងកុំភ្លេចទៅ subscribe channel គីមជាងគីមអ្នកមួយផង
តែពីខ្ញុំបាទក៏សូមសម្រាប់តែប៉ុណ្នេះជួបគ្នានៅវីដេអូក្រោយបាយបាយ